សូមឲ្យអ្នកប្រើប្រាស់ទាំងអស់យកចិត្តទុកដាក់ទៅលើប្រព័ន្ធសុវត្ថិភាពខ្សែដីហើយនឹងមុខកាត់ខ្សែភ្លើងដើម្បីធានាសុវត្ថិភាពដល់ការប្រើប្រាស់បើសិនជាយើងតាក់ទងម៉ាស៊ីនទឹកក្តៅដែលមានប្រើកម្លាំងវា3គីឡូវ៉ាត់កន្លះនេះយើងត្រូវប្រើខ្សែភ្លើងដែលមានមុខកាត់2.5 មីលីម៉ែត្រការ៉េព្រោះថាបើយើងប្រើត្រូវតាមគម្រោងរោងចក្រហ្នឹងគឺវាមានសុវត្ថិភាពបាទបើសិនជាយើងខ្សរខ្សែតូចធ្វើឲ្យខ្សែនឹងកើនកម្ដៅដោយសារវាមិនធន់នឹងអំពែដែលវាស៊ីនឹងទេព្រោះខ្សែតូចវាអំពែតូចទំហំដែលរោងចក្រកំណត់មកយ៉ាងតូចបំផុតគឺ 2.5 មីលីម៉ែត្រការ៉េឡើងទៅគឺវាមានសភាពសុវត្ថិភាពបើលេខ4ក៏ល្អប៉ុន្តែគ្រាន់តែយើងចំណាយច្រើនបន្តិចដើម្បីតភ្ជាប់ឲ្យមានសុវត្ថិភាពនៅក្នុងនោះគឺមានខ្សែវា3ខ្សែយើងត្រូវតតាមមុខកាត់ដែលរោងចក្រកំណត់ហើយនឹងមានខ្សែដីផងដើម្បីការពារសុវត្ថិភាពការពារនៅការលិចចរន្តមកក្នុងប្រព័ន្ធទឹកក្តៅរបស់យើងជាទូទៅរោងចក្របានកំណត់ឲ្យយើងជាប់ខ្សែដីទាមទារឲ្យយើងជាប់ខ្សែដីប៉ុន្តែបើយើងមិនមានទេក៏ម៉ាស៊ីននៅតែដំណើរការបាទបើអាចធ្វើបានត្រូវតែធ្វើចំពោះខ្សែដីបាទជាសុវត្ថិភាពរបស់ខ្លួនយើងអ្នកប្រើប្រាស់សូមឲ្យអ្នកប្រើប្រាស់ទាំងអស់យកចិត្តទុកដាក់ទៅលើប្រព័ន្ធសុវត្ថិភាពខ្សែដីហើយនឹងមុខកាត់ខ្សែភ្លើងដើម្បីធានាសុវត្ថិភាពដល់ការប្រើប្រាស់រីណៃលេខ1នៅជប៉ុន